បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញត្រង់ហើយមូលហេតុដែលខ្ញុំបង្ហាញត្រង់នេះគឺដោយសារតែមានបងប្អូនយើងគាត់ខមមិនជួយខ្ញុំគាត់ថាឃើញត្រង់មន់របស់ខ្ញុំដូចតំណងអញ្ចឹងគាត់សួរថាខ្ញុំធ្វើពីឈើឬក៏ធ្វើពីដែកមើលទៅតំណងលក្ខណៈថាងាយស្រួលអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់ថាតាក់ទងទៅនឹងត្រង់នេះគឺយើងអាចធ្វើបានពីឈើក៏បានពីដែកក៏បានហើយពីមុនខ្ញុំធ្លាប់ធ្វើពីឈើបាទត្រង់ហ្នឹងពីមុនខ្ញុំធ្លាប់ធ្វើពីឈើប៉ុន្តែពេលដែលយើងធ្វើពីឈើគឺវាគេហៅថាឆាប់ខូចបងប្អូនបើឆាប់ខូចដោយសារឈើខ្ញុំប្រើបានតែ3ឆ្នាំឯទេគឺវាខូចបាទប៉ុន្តែបើដែកគឺយើងប្រើបានដូចអានេះខ្ញុំធ្វើវាចូល8 9ឆ្នាំហើយអត់ទាន់ទៅណាទេយើងប្រើប្រភេទដែក6លីក៏បាននេះអានេះ6លីបាទនេះ6លីហើយអានេះតាមពិតអានេះដែកខ្ញុំទិញគេទេប៉ុន្តែបើអានេះខ្ញុំធ្វើខ្លួនឯងឲ្យជាងបាទបងប្អូនចេះបងប្អូនផ្សារខ្លួនឯងមកបាទអញ្ចឹងត្រង់នេះគឺយើងអាចខាន់បាន2ឬក៏យើងធ្វើទាំងវែងអញ្ចឹងក៏បានតែខ្ញុំខាន់2ប្រឡោះស្រួលបើសិនជាយើងភ្ញាស់ធម្មជាតិឲ្យមេក្រាបបានមួយសបុក2សបុក3សបុក4សបុកអញ្ចឹងបងប្អូនធ្វើអញ្ចឹងងាយស្រួលថងថានៅពេលដែលខូចអានេះយើងទិញតែសាច់យកមកបាំងបន្ថែមបាទទិញសាច់មកបាំងបន្ថែមហើយមួយទៀតងាយស្រួលយើងចង់ដាក់នៅតាណាក៏បានដូចខ្ញុំនេះខ្ញុំដាក់អែបលបងអញ្ចឹងនៅពេលដែលមន់របស់យើងវាចាប់ចេញពីទ្រុងហ្នឹងគឺយើងយកទៅដាក់នៅកន្លែងទ្រុងផ្សេងទៀតដូចជាឲ្យវានៅកន្លែងមន់ធំបាទហើយអញ្ចឹងយើងអាចដាក់ដូចខ្ញុំអញ្ចឹងទៅបាទអញ្ចឹងរបៀបនៃការធ្វើអត់មានអីប្រវាយបងប្អូនគ្រាន់តែមានគំរូមកអញ្ចឹងទៅយើងគ្រាន់តែគិតគុណគូទៅតឹងប្រមាណប្រវែងប្រមាណក៏ងាយស្រួលដែរហើយសម្រាប់នេះខ្ញុំលើកនេះអានេះគឺសង្កសីដែលយើងសល់តែបងប្អូនអត់មានបងប្អូនទិញថ្មីក៏បានដែរយើងទៅទិញយកមកធ្វើមកបាទងាយស្រួលនៅក្នុងការយើងចល័តវេទនាក៏បានដែរហើយយើងលើកក្របហើយខ្ញុំលើកបង្ហាញបងប្អូនចឹងបាទយើងលើកក្របចឹងមកអញ្ចឹងមេឃភ្លៀងអត់បញ្ហាដែរបើបងប្អូនថាឲ្យខ្លាចវាគេថាវាភ្លៀងមកវាដក់ប៉ុន្តែខ្ញុំសង្កេតមើលភ្លៀងមកដូចជាអត់មានដក់អីទេបងប្អូនដក់ខ្ញុំដក់ទេបាទងាយស្រួលចឹងហើយភ្លៀងមកអត់មានអីទេហើយបើកម្ពស់តាក់ទងនឹងកម្ពស់ខ្ញុំចង់ឲ្យបងប្អូនឃើញថាកម្ពស់ដែលយើងត្រូវធ្វើខ្ញុំនេះខ្ញុំកល់អត់ដោយសារស្ទើរកាលហ្នឹងខ្ញុំទុកកម្ពស់តែកន្លះម៉ែត្រនេះកម្ពស់នេះអញ្ចឹងបងប្អូនត្រូវទុក8ទឹកកម្ពស់វា8ទឹកនេះកម្ពស់ពីហ្នឹងហ្នឹងដល់ពេលខ្ញុំស្ទើរខ្ញុំកល់អត់បាទកល់អត់ហើយអានេះកាលហ្នឹងខ្ញុំធ្វើអត់បានគិតទុកក៏ស្ទើរដែរខ្ញុំធ្វើតែ2ទឹកឯកម្ពស់អត់អញ្ចឹងរឹតតែស្ទើរទៀតខ្ញុំកល់អត់ឡើងកម្ពស់ណានៃបងប្អូនបាទហើយងាយស្រួលទាំងថាបើយើងចង់ធ្វើពីឈើយើងធ្វើរូបរាងដូចគ្នាព្រោះខ្ញុំធ្លាប់ធ្វើពីមុននោះបាទដូចខ្ញុំធ្លាប់ធ្វើហើយដែកដូចខ្ញុំនិយាយអញ្ចឹងបាទត្រង់ខាងនេះទទឹងវា1ម៉ែត្រសំទោសទទឹងវា8ទឹកបដោយវានេះ2ម៉ែត្រ2ទឹកបាទ2ម៉ែត្រ2ទឹកអញ្ចឹងយើងធ្វើប្រើអស់ដែកតែមួយដើមឯងបាទប្រើអស់ដែកមួយដើមឯងអត់ដែកសរសៃហ្នឹងអានេះកាលពីខ្ញុំធ្វើហ្នឹងគឺដែកនឹងសល់ស្រាប់ប៉ុន្តែបើបងប្អូនចង់ធ្វើបងប្អូនមិនបាច់ប្រើនេះក៏បានដែរនេះប្រើ6លីនេះវិញធូរថ្លៃជាងគេថ្លឹងគីឡូអា6លីនេះគឺគេថ្លឹងគីឡូបាទ1គីឡូ1000ជាង2000ទៅតាមតំបន់អញ្ចឹងទៅអញ្ចឹងបងប្អូនអាចប្រើអានេះក៏បានប្រើអានេះក៏បានឬក៏អានោះក៏បានតែបើអានោះបងប្អូនកុំទិញនេះបើអានេះបងប្អូនកុំទិញនេះកុំទិញអាធំដូចខ្ញុំអញ្ចឹងយើងទិញអាដែក20បាទ20គុណ20បើខ្ញុំអានេះ25អញ្ចឹងបើសិនជាយើងធ្វើពីឈើបងប្អូនត្រូវមិនបាច់ឈើពីងពួងអត់ស្អីពីងពួងក៏បានដែរហើយបងប្អូនធ្វើសម្រាប់របស់ខ្ញុំនេះនៅពេលដែលខ្ញុំចង់លើកវាចេញខ្ញុំលើកអញ្ចឹងនេះដបូលវាក៏អែមនេះឈើសល់ទៅរបស់សល់អានេះពីងពួងបាទហើយបើបងប្អូនចង់ដឹងរបៀបធ្វើបន្តិចទៀតខ្ញុំនឹងធ្វើឲ្យបងប្អូនមើលដោយសារអី
ដោយសារតែខ្ញុំមានអាស័យពីពងខ្លួនឯងដែរបាទខ្ញុំនឹងធ្វើទ្រុងមួយទៀតដើម្បីទី1យើងងាយស្រួលក្នុងការដាក់កូនមាន់បាទងាយស្រួលក្នុងការដាក់កូនមាន់ហើយដូចខ្ញុំបញ្ជាក់អញ្ចឹងយើងចង់ថាកូនមាន់របស់យើងគឺថាកូនមាន់របស់យើងវាចង់ឲ្យត្រូវពលឺថ្ងៃខ្លះអីចឹងយើងអាចបើកបងប្អូនឃើញងាយស្រួលណាស់ខ្ញុំធ្វើអញ្ចឹងទ្រុងនេះគឺយើងដាក់បាន10ក្បាលរហូតដល់លក់អាហ្នឹងបើយើងដាក់រហូតដល់លក់រហូតដល់មាន់លក់ចេញគឺយើងដាក់បាន10ក្បាលបាទទ្រុងហ្នឹងតែបើសិនបើយើងដាក់ត្រឹមអាយុ1ខែកន្លះទេយើងអាចដាក់បានត្រឹម25ក្បាលអីបាទព្រោះមាន់យើងដាក់ច្រើនទៅតាមកម្រិតអាយុដាក់តិចក៏ទៅតាមកម្រិតអាយុដែរបើសិនបើយើងដាក់រហូតដល់ធំយើងធ្វើទ្រុងប៉ុណ្ណេះគឺយើងដាក់តិចតែបើយើងដាក់ត្រឹមរយៈពេលខ្លីយើងដាក់ច្រើនបានបាទនិយាយទៅការធ្វើនេះគឺងាយស្រួលបងប្អូនហើយចំណាយលុយតិចបើសិនបើយើងអត់ធ្វើពីដែកចំណាយលុយតិចមែនតើបាទយើងធ្វើពីអាស័យបើយើងមានអាស័យខ្លួនឯងគឺងាយស្រួលតែបងប្អូនយើងទិញតែសំណាញ់នេះអស់តែ20000ជាងអីទេហើយអាស័យខ្លួនឯងមកដំដោយគោលធ្វើព្រោះខ្ញុំធ្លាប់ធ្វើបងប្អូនបាទខ្ញុំធ្លាប់ធ្វើប្រភេទទ្រុងអញ្ចឹងហើយមានបងប្អូនខមមិនមកសួរខ្ញុំដែរថាវាងាយស្រួលមើលទៅបាទអញ្ចឹងដូចខ្ញុំឲ្យមើលបន្តនេះខ្ញុំផ្សារខុសបងប្អូនបើសិនជាយើងដាក់បើកមកខាងនេះវិញបើកឡើងទៅនេះវិញយើងស្រួលចាប់មាន់ចាប់អីតែនេះខ្ញុំបើកខាងនេះវាទឹះយើងបាទនេះបងប្អូនឃើញនេះតែបើបងប្អូនធ្វើមែនតើបងប្អូនប្រើអាដៃនេះអា20នេះមិនបាច់ទិញអាធំទេទិញអា20នេះទិញអា20នឹងមកគឺអូខេហើយអានេះអា20អានេះ25អញ្ចឹងបងប្អូនដែលសួរខ្ញុំគឺបងប្អូនអាចមើលបានព្រោះខ្ញុំថ្ងៃនេះខ្ញុំមកថតឲ្យបងប្អូនមើលលំអិតតាក់ទងទៅនឹងទ្រុងហ្នឹងហើយនឹងដបូលដែលខ្ញុំធ្វើប្រក់ហ្នឹងព្រោះថាកាលណាតែយើងធ្វើអញ្ចឹងទី1បើសិនបើបងប្អូនចិញ្ចឹមមាន់លក្ខណៈថាយើងនេះណាយើងចិញ្ចឹមមាន់បែបរោងគេហៅថារោងចម្រុះហ្នឹងកន្លែងមាន់សាច់ក៏នៅដេកហ្នឹងកន្លែងមេបាក៏នៅហ្នឹងអញ្ចឹងបងប្អូនគួរតែធ្វើអាម្ចេះនេះល្អដើម្បីអីកុំឲ្យមាន់សាច់វាមកទុំលើហ្នឹងព្រោះកាលណាតែយើងធ្វើអញ្ចឹងយើងប្រក់ដបូលម្ចេះបងប្អូនឃើញចំណេញហើយយើងចង់លើកទៅតាណាក៏បានដែរហើយខ្ញុំធ្វើនេះគឺខ្ញុំឃើញបងប្រុសម្នាក់ដូចជានៅខាងកំពង់ស្ពឺខ្ញុំមើលវីដេអូគាត់គឺគាត់ធ្វើអញ្ចឹងគាត់ដាក់តាមដើមឈើហើយធ្វើទ្រុងមួយអញ្ចឹងគាត់ប្រក់ដំប្រក់អញ្ចឹងបងប្អូនបានមើលខាងរំដួល TV គាត់ដើរថតគឺល្អគាត់ធ្វើទ្រុងអញ្ចឹងអានេះបើសិនជាខ្ញុំដាក់សំណាញ់ទៅទៀតគឺខ្ញុំដាក់បានមកសបុកនៅនេះទៀតបាទមកទ្រុងខាងនេះទៀតតែខ្ញុំអត់ដាក់មកនេះផ្សេងអានេះផ្សេងបងប្អូនបាទតាក់ទងជាមួយនឹងទ្រុងគឺខ្ញុំសូមនិយាយខ្លីៗប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ក៏ដូចជាអធិស្ឋានប្រសិនបើការបកស្រាយរបស់ខ្ញុំវាខ្វះខាតអីប៉ុន្តែអ្វីដែលសំខាន់បងប្អូនមើលជាក់ស្ដែងទៅតាមវីដេអូរបស់ខ្ញុំទៅអញ្ចឹងការធ្វើទ្រុងបែបនេះគឺងាយស្រួលមែនតើបងប្អូនងាយស្រួលទី1បើយើងចិញ្ចឹមមាន់បែបលក្ខណៈថាញាស់ខ្លួនឯងគឺអែមនោះថាមកទ្រុងយើងដាក់មកសបុកមកទ្រុងមកសបុកបាទបើសិនជាអាចបងប្អូនគួរតែធ្វើតូចបានហើយប៉ុន្តែអ្វីដែលសំខាន់បើសម្រាប់ខ្ញុំគិតថាយើងគួរតែធ្វើក្នុងមួយទ្រុងឲ្យដាក់បាន2សបុកវិញបាទ2សបុកសំខាន់ចេះវាចំណេញក្នុងហានេះយើងពិបាកនឹងទូចពេកយើងលើកទៅនេះលើកទៅនោះវាស្រួលមែនប៉ុន្តែវាទូចពេកតែបើបានប៉ុណ្ណាខាងក្រោមនេះគឺល្អនេះប៉ុណ្ណាខាងក្រោមនេះបាទប៉ុណ្ណាខាងក្រោមអានេះតាមពិតទៅខ្ញុំអត់ធ្វើមួយនេះគឺខ្ញុំយកមកចំតើតពីលើទៅបាទនៅវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណសូមគោរពលាបាទ